ថ្ងៃនេះខ្ញុំបានមកអានអំពីរឿងជីតាថាដូនិងជីតារស់នៅលើចង្កេះភ្នំមួយនៃប្រទេសជប៉ុននៅជុំវិញតាមល្បាក់ភ្នំមានស្រែរបស់អ្នកស្រុកជាច្រើនរហ្វៀលថ្ងៃមួយមានហេតុការណ៍មួយគួរឲ្យតាក់ផ្លត់ដំបងគេឃើញជីតាថាដូឈរសំឡឹងទៅកាន់ប្រាក់មុតហើយស្រាប់តែមានទឹកមកផ្លេកខ្លាំងភ្លាមមនុស្សគាត់ស្រែកយ៉ាងផ្លត់សំឡេងទៅកាន់ថាដូចៅអញរត់ឲ្យលឿនទៅយកមេឈើដែលកំពុងឆេះក្រហមនោះមកឲ្យតាឆាប់ឡើងលឺដូច្នេះថាដូក៏ប្រញាប់ប្រញាល់រត់សំដៅទៅភ្នក់ភ្លើងហើយចាប់កន្ទុយអស់ដែលកំពុងឆេះនោះយកមកឲ្យលោកតាភ្លាមនោះគាត់បានដុតស្រូវក្នុងស្នែឆៃយ៉ាងវិនធើថាដូឆ្ងល់នឹងទង្វើរបស់ជីតាខ្លាណាវាយំឲ្យសួរបញ្ជាក់លោកតាអញកំពុងដុតស្រូវហើយណាជីតាគ្រាន់តែងក់ក្បាលតែមិនបានចាប់អារម្មណ៍នឹងសម្ដីថាដូឡើយគាត់ថែមទាំងប្រើឲ្យថាដូដុតស្រូវបន្ថែមទៀតគ្រានោះវាស្រែដែលមានស្រូវពណ៌ក្រហមដូចកម្រាបរងប្រែទៅជាពណ៌ខ្មៅគ្របដណ្ដប់ដោយផ្សែងខ្មួយខ្មៅអណ្ដែងនៅលើអាកាសទិដ្ឋភាពនេះធ្វើឲ្យអ្នកភូមិរួមគ្នារត់ឡើងមកលើភ្នំដើម្បីពន្លត់ភ្លើងគ្រាន់តែឡើងមកដល់ភ្លាមបរោះម្នាក់បានហ្វូតទាំងកំហឹងទៅកាន់ថាដូលោកជីតាថាដូហេតុអ្វីបានជាមានរឿងនេះកើតឡើងប្រាមកថាលោកតាបានឆ្លើយខ្ញុំជាអ្នកដុតបរោះនោះសួរបន្តហេតុអ្វីលោកតាបានចង្អុលទៅហ្វាមុតអ្នកស្រុកមើលតាមដៃរបស់ពួកគាត់ឃើញរលកដ៏ធំសាបៅមួយកំពុងបោះពូយ៉ាងលឿនស្លេសំដៅមកភូមិអ្នកស្រុកពួកគេឈរត្រង់គ្មានកម្រៅឬនិយាយស្ដីអ្វីឡើយទឹកបានរត់រំលងភូមិនោះបើកទុំក្នុងចង្កេះភ្នំលន់យ៉ាងខ្លាំងប្រជាជនមានទឹកមកតាក់ផ្លត់និងព្រួយកង្វល់ព្រោះឃើញភូមិរបស់គេទាំងមូលនៅក្រោមផ្ទៃទឹកទីបំផុតទៅពួកគេយល់ពីមូលហេតុដែលនាំឲ្យលោកតាសម្រេចចិត្តដុតស្រូវបាយមេរៀនខ្ញុំសូមចាប់ត្រឹមប៉ុណ្ណឹងតែនៅមួយទៀតគឺសំណួរជីតាប្រើថាតើជីតាប្រើថាដូឲ្យយកភ្លើងមកធ្វើអ្វីហេតុអ្វីនេះខ្ញុំទុកពេលបន្តិចសម្រាប់ឲ្យអ្នកឆ្លើយនឹងសំណួរបាទចម្លើយគឺជីតាថាដូប្រើថាដូឲ្យយកភ្លើងមកដុតស្រូវព្រោះមានរលកដ៏ធំសម្បើមមួយកំពុងបោះពូយ៉ាងលឿនស្លេសម្ដៅមករត់ភូមិរបស់ពួកគេ2តើថាដូពេញចិត្តនឹងកិច្ចការនេះដែរឬទេហេតុអ្វីខ្ញុំទុកពេលបន្តិចសម្រាប់ឲ្យអ្នកឆ្លើយចម្លើយថាដូមិនពេញចិត្តនឹងកិច្ចការនេះទេព្រោះធ្វើឲ្យឆេះស្រូវរបស់អ្នកស្រុកជាច្រើន3ការសម្រេចចិត្តរបស់លោកតាត្រឹមត្រូវដែរឬទេព្រោះអ្វីចូលលើកអំណាងក្នុងរឿងមកបញ្ជាក់ឲ្យបានច្បាស់លាស់ខ្ញុំទុកពេលបន្តិចសម្រាប់ឲ្យអ្នកឆ្លើយចម្លើយគឺការសម្រេចចិត្តរបស់លោកតាត្រឹមត្រូវព្រោះវាបានជួយជីវិតរបស់អ្នកស្រុកជាច្រើននិងអ្នកភូមិដែលបានជួយសង្គ្រោះពួកគេ4តើរឿងនេះផ្ដល់កំណត់អប់រំដោយម្ដេចខ្ញុំទុកពេលបន្តិចសម្រាប់ឲ្យអ្នកឆ្លើយរឿងនេះផ្ដល់កំណត់អប់រំឲ្យយើងចេះជួយគ្នាកុំគិតពីជីវិតខ្លួនឯងគិតពីអ្នកដទៃផងបាយខ្ញុំសូមជម្រាបលាត្រឹមនេះ